ច្រកសមុទ្រ Hormuz កំពុងពុះកញ្ជ្រោលសំឡេងកំភ្លើងធំនិងនាវាចម្បាំងរបស់អ៊ីរ៉ង់បានលាន់ឮឡើងកក្រាកផ្ទៃទឹកជាការស្វាគមន៍ដ៏ចម្លែកបំផុតចំពោះកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនេះមិនមែនគ្រាន់តែជាការសមយុទ្ធធម្មតាទេតែជាការប្រកាសសញ្ញាព្រមានថាបើចរចាបរាជ័យសង្គ្រាមនឹងផ្ទុះឡើងតើអាមេរិកនិងអ៊ីស្រាអែលនឹងឆ្លើយតបបែបណាចំពោះការតថ្លៃដោយយកជង្គកំភ្លើងមកដាក់លើតុចរចាបែបនេះមកតាមដានជាមួយខ្ញុំទាំងអស់គ្នាយោងតាមទីភ្នាក់ងារសារព័ត៌មានមួយចំនួនក៏ដូចជាកាសែត Jerusalem Post បានចុះផ្សាយថាកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានចាប់ផ្ដើមធ្វើសមយុទ្ធទ្រង់ទ្រីធំមួយដែលមានឈ្មោះថាការគ្រប់គ្រងដ៏ឆ្លាតវៃនៃច្រកសមុទ្រ Hormuz សមយុទ្ធនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសាកល្បងសមត្ថភាពនិងការត្រៀមលក្ខណៈរបស់កងកម្លាំងប្រតិបត្តិការដើម្បីប្រឈមមុខនឹងអ្វីដែលហៅថាការគំរាមកំហែងសន្តិសុខនិងយោធាដែលអាចកើតមានពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលសមយុទ្ធនេះប្រព្រឹត្តទៅនៅតំបន់ច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោកតាមរបាយការណ៍ដដែលកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានធ្វើសមយុទ្ធនេះកាលពីថ្ងៃច័ន្ទពលគឺមួយថ្ងៃមុនពេលដែលការចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់និងអាមេរិកត្រូវចាប់ផ្ដើមជាថ្មីម្ដងទៀតនៅលើទឹកដីនៃទីក្រុង Geneva ប្រទេសស្វីសក្នុងស្ថានភាពបែបនេះអ្នកវិភាគមើលឃើញថាការធ្វើសមយុទ្ធនៅក្នុងកាលៈទេសកៈដែលមានភាពតានតឹងផ្នែកនយោបាយនេះគឺជាសារយុទ្ធសាស្ត្រមួយរបស់អ៊ីរ៉ង់ដើម្បីបង្ហាញពីសមត្ថភាពក្នុងការគ្រប់គ្រងនិងការពារតំបន់សមុទ្រដ៏សំខាន់នេះខណៈពេលដែលកិច្ចចរចាអំពីកម្មវិធីនុយក្លេអ៊ែរកំពុងស្ថិតក្នុងដំណាក់កាលផុយស្រួយនៅពេលនេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ក៏បានជួបពិភាក្សាជាមួយលោក Rafael Grossi ដែលជាប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនៃអង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទស្របពេលដែលការចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិកចាប់ផ្ដើមជំនួបនេះមានគោលបំណងពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់និងស្វែងរកវិធីបញ្ជៀសភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលកើតចេញពីការដែលសហរដ្ឋអាមេរិកដាក់សម្ពាធទៅលើប្រទេសនានាជុំវិញការបង្ខំឲ្យអ៊ីរ៉ង់លុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរការវិវត្តទាំងនេះកើតឡើងខណៈដែលនាវាចម្បាំងនាវាផ្ទុកយន្តហោះនិងនាវាពិឃាតរបស់អាមេរិកត្រូវបានដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ាកាន់តែមានចំនួនកើនឡើងជាលំដាប់ស្ថានភាពនេះបានបង្កើនការយកចិត្តទុកដាក់និងការប្រុងប្រយ័ត្នពីសហគមន៍អន្តរជាតិដែលចាត់ទុកថាភាពតានតឹងផ្នែកយោធានិងការចរចារបស់អ្នកការទូតដែលកំពុងដំណើរការទន្ទឹមគ្នានេះគឺជារឿងផុយស្រួយបំផុតយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានឲ្យដឹងថាកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi និងអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA លោក Rafael Grossi បានធ្វើឡើងនៅទីស្នាក់ការរបស់អង្គការនេះនៅទីក្រុង Geneva ប្រទេសស្វីសមុនពេលការចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់និងអាមេរិកចាប់ផ្ដើមនៅថ្ងៃអង្គារទី17ខែកុម្ភៈនេះសេចក្តីថ្លែងការណ៍មួយទៀតបានបញ្ជាក់ថាភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈគ្នាអំពីបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិក្នុងក្របខ័ណ្ឌនៃការទប់កទាប់ពីការប្រកាន់សាយភយោគអាវុធនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់កិច្ចចរចានេះក៏បានយកចិត្តទុកដាក់លើច្បាប់ដែលសភាអ៊ីរ៉ង់បានអនុម័តកាលពីខែមិថុនាឆ្នាំមុនដែលបានផ្អាកកិច្ចសហប្រតិបត្តិការត្រួតពិនិត្យមួយចំនួនជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនៅក្នុងការចរចានេះភាគីអ៊ីរ៉ង់បានបង្ហាញទស្សនៈបច្ចេកទេសរបស់ខ្លួនទាក់ទងនឹងការចរចាជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីកិច្ចប្រជុំនេះអគ្គនាយក IAEA លោក Grossi បានសរសេរនៅលើបណ្ដាញសង្គម X Twitter របស់លោកថាភាគីទាំងពីរបានធ្វើការពិភាក្សាបច្ចេកទេសស៊ីជម្រៅនិងមានគោលដៅដើម្បីត្រៀមសម្រាប់ការចរចាសំខាន់នៅថ្ងៃខាងមុខទៀតលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Araghchi បានបញ្ជាក់ថាលោកត្រូវបានអំដំណើរដោយអ្នកជំនាញនុយក្លេអ៊ែរដើម្បីជួបលោក Grossi និងពិភាក្សាពីបច្ចេកទេសមួយចំនួនក៏ដូចជាការកាត់បន្ថយការសាយភាយអាវុធនុយក្លេអ៊ែរបន្ថែមពីនេះលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានជួបរដ្ឋមន្ត្រីការបរទេសអូម៉ង់លោក Saeed Badra Al-Bosaidi មុនការចរចាជាមួយសហរដ្ឋអាមេរិកនៅថ្ងៃនេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Araghchi បានសង្កត់ធ្ងន់ថាលោកមកកាន់ទីក្រុង Geneva នេះដោយបំណងសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងដ៏យុត្តិធម៌និងសមធម៌ប៉ុន្តែលោកនៅតែច្រានចោលការដាក់ឲ្យអនុវត្តនៅយន្តការ Snapback ការដាក់ទណ្ឌកម្មឡើងវិញដោយស្វ័យប្រវត្តិពីសំណាក់សហរដ្ឋអាមេរិកឬប្រទេសណាក៏ដោយគេដឹងថាកិច្ចចរចាជុំទី1ដែលធ្វើឡើងដាច់ដោយឡែកពីគ្នានៅទីក្រុង Muscat ប្រទេសអូម៉ង់កាលពីថ្ងៃទី6ខែកុម្ភៈដោយគណៈប្រតិភូអ៊ីរ៉ង់ដឹកនាំដោយលោក Abbas Araghchi
និងភាគីសហរដ្ឋអាមេរិកដឹកនាំដោយបេក្ខជនពិសេសរបស់លោកត្រាំគឺលោក Steven មិនបានទទួលលទ្ធផលអ្វីនោះទេព្រោះតែគណៈប្រតិភូទាំងពីរមិនហ៊ានធ្វើសេចក្តីសម្រេចខណៈដែលអ៊ីរ៉ង់នៅតែប្រជែងថាខ្លួននៅតែមានសិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបន្តទៀតvà ទោះជាអ៊ីរ៉ង់យល់ព្រមឲ្យមានការត្រួតពិនិត្យនិងកាត់បន្ថយការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក៏ដោយអ៊ីរ៉ង់អះអាងថាខ្លួនមិនមានបំណងឈានទៅរកការផលិតក្បាលគ្រាប់នុយក្លេអ៊ែរនោះទេប៉ុន្តែអ៊ីរ៉ង់សុំសិទ្ធិតែម្យ៉ាងគត់គឺសិទ្ធិក្នុងការប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់ថាមពលនុយក្លេអ៊ែរស៊ីវិលតែប៉ុណ្ណោះយ៉ាងណាមិញរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានថ្លែងចេញពីទីក្រុងប៊ុយដាប៉េសនៃប្រទេសហុងគ្រីថាការសម្រេចចិត្តព្រមព្រៀងជាមួយអ៊ីរ៉ង់គឺមានភាពលំបាកខណៈដែលអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Majid Tahravanchi បានប្រាប់បណ្ដាញផ្សាយព័ត៌មានថាអ៊ីរ៉ង់មានឆន្ទៈសម្រាប់សម្របសម្រួលលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនប្រសិនបើមានការបន្ថយទណ្ឌកម្មហើយអ្វីៗគឺស្ថិតនៅលើការសម្រេចចិត្តរបស់អាមេរិកថាតើពួកគេចង់ឈានទៅរកកិច្ចព្រមព្រៀងឬអត់មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បំបែក B-52 គ្រឿងទៅកាន់តំបន់មជ្ឈិមបបូរហើយកំពុងត្រៀមសម្រាប់យុទ្ធនាការយោធាដែលអាចកើតឡើងប្រសិនបើការចរចាបរាជ័យនៅមុនពេលសហរដ្ឋអាមេរិកចូលរួមជាមួយអ៊ីស្រាអែលនៅក្នុងការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំទៅមិញកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់អាមេរិកត្រូវបានគេដឹងថាជាប់គាំងដោយសារតែការទាមទាររបស់ទីក្រុង Washington ធ្វើឲ្យទីក្រុង Tehran មិនអាចបោះបង់ចោលការចម្រាញ់អ៊ុយរ៉ាញ៉ូមដែលអាមេរិកចាត់ទុកថាជាផ្លូវអាចនាំទៅរកការផលិតអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់បានបញ្ជាក់ថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគ្រាន់តែជាកម្មវិធីស៊ីវិលតែប៉ុណ្ណោះឥឡូវនេះអ៊ីរ៉ង់នៅតែច្រានចោលដាច់ខាតចំពោះការបិទសិទ្ធិមិនឲ្យខ្លួនមានសិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលអ៊ីរ៉ង់អះអាងថាប្រទេសមួយចំនួនអាចធ្វើបានហេតុអ្វីអ៊ីរ៉ង់មិនអាចធ្វើបានយ៉ាងណាទីភ្នាក់ងារថាមពលបរមាណុអន្តរជាតិ IAEA ក៏បានប្រមានជាច្រើនដងបង្ខំឲ្យអ៊ីរ៉ង់បញ្ជាក់អំពីការស្តុកទុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាន់បានចំនួន440គីឡូក្រាមបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការវាយប្រហាររួមគ្នារវាងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកលើទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនិងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺនៅតំបន់ណាតាន់និងអ៊ីស្វ៉ាហានដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B2 នៅពេលនោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថាលោកបានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថាកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ត្រូវតែរាប់បញ្ចូលការរុះរើរចនាសម្ព័ន្ធនុយក្លេអ៊ែរទាំងអស់មិនមែនគ្រាន់តែបញ្ឈប់ដំណើរការចរចានៃការចម្រាញ់អ៊ុយរ៉ាញ៉ូមប៉ុណ្ណោះទេលោក Netanyahu បញ្ជាក់ថាមិនត្រូវឲ្យអ៊ីរ៉ង់មានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើយហើយគ្មានទេការទុកឱកាសឲ្យអ៊ីរ៉ង់នៅបន្តលាក់កំបាំងក្នុងការផលិតធាតុអ៊ុយរ៉ាញ៉ូមនិងឈានទៅដល់ការបង្កើតក្បាលគ្រាប់នុយក្លេអ៊ែរនោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានបញ្ជាក់ថាអ៊ីរ៉ង់មិនត្រូវមានសិទ្ធិដាច់ខាតក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយនៅពេលនេះបើទោះជាអ៊ីរ៉ង់អនាគតអាចព្រមទម្លាក់ចោលកម្មវិធីនុយក្លេអ៊ែរក៏ដោយឥឡូវនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលព្រមានថាពេលវេលាដែលសហរដ្ឋអាមេរិកត្រូវប្រើប្រាស់កម្លាំងយោធាគឺកាន់តែខិតជិតមកដល់ហើយបើការចរចាបរាជ័យជាពុំរួចនោះនឹងមានការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់លោក Donald Trump ក៏គំរាមដែរថាបើបរាជ័យវាមានតែជំរឿកងទ័ពតែប៉ុណ្ណោះចំពោះការធ្វើសមយុទ្ធរបស់កងទ័ពនៃកងឆ្មាំបដិវត្តអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz នេះគេមើលឃើញថាអ៊ីរ៉ង់កំពុងតែតថ្លៃចំពោះសហរដ្ឋអាមេរិកដែលដាក់សម្ពាធឲ្យអ៊ីរ៉ង់រំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែរឬរំលាយចោលកម្មវិធីមីស៊ីលរយៈចម្ងាយឆ្ងាយតាមសំណើរបស់អ៊ីស្រាអែលវាជាការតថ្លៃដើម្បីធ្វើឲ្យមានតុល្យភាពនៅតុចរចាប៉ុន្តែអ្នកជំនាញមើលឃើញថាខុសពីនេះទៅវិញវានឹងធ្វើឲ្យអាមេរិកមើលឃើញភាពមានណាស់របស់អ៊ីរ៉ង់កាន់តែច្បាស់ដែលនាំឲ្យអ៊ីស្រាអែលមានឱកាសដើម្បីវាយទៅលើអ៊ីរ៉ង់អ្វីដែលអ៊ីរ៉ង់ធ្វើសមយុទ្ធនៅច្រកសមុទ្រ Hormuz នេះក៏កើតឡើងទន្ទឹមនឹងសហរដ្ឋអាមេរិកដាក់ផែនការបន្តចាប់នាវាដឹកប្រេងរបស់អ៊ីរ៉ង់ឬនាវាទាំងឡាយណាដែលឃើញថាចេញពីកំពង់សមុទ្រនៃប្រទេសនេះគឺនាវាទាំងនោះត្រូវតែរឹបអូសដោយកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកដែលកំពុងឈរជើងនៅសមុទ្រអូម៉ង់សមុទ្រក្រហមនិងសមុទ្រអារ៉ាប់សហរដ្ឋអាមេរិកបានចាប់នាវាដឹកប្រេងចេញពីប្រទេសអ៊ីរ៉ង់ចំនួន2គ្រឿងរួចមកហើយមកដល់ពេលនេះអ៊ីរ៉ង់ធ្វើសមយុទ្ធនេះក៏ដើម្បីតថ្លៃជាមួយនឹងការដែលសហរដ្ឋអាមេរិកដាក់ផែនការចាប់នាវាដឹកប្រេងចេញពីប្រទេសខ្លួនផងដែរកំឡុងមកអ៊ីរ៉ង់ធ្លាប់គំរាមថានឹងបិទច្រកសមុទ្រ Hormuz ដើម្បីបិទផ្លូវនាវាចរណៈអន្តរជាតិប៉ុន្តែអ្នកជំនាញព្រមានថា
បើហ៊ានធ្រួដូចនេះអ៊ីរ៉ង់នឹងប្រឈមមុខនឹងការថ្កោលទោសពីសហគមន៍អន្តរជាតិកាន់តែធ្ងន់ធ្ងរហើយសហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរបំផុតក្រុមប្រជុំពឹកនិងប្រទេសអឺរ៉ុបមួយចំនួនក៏នឹងជួយសហរដ្ឋអាមេរិកផងដែរព្រោះវាជាការរំលោភគោលការណ៍ច្បាប់សមុទ្រអន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុតប្រសិនបើសិនជាអ៊ីរ៉ង់ហ៊ានដល់ការបិទច្រកសមុទ្រហ័រមូសការធ្វើសមយុទ្ធរបស់កងទ័ពអ៊ីរ៉ង់មិនទាន់មានប្រតិកម្មពីសំណាក់សហរដ្ឋអាមេរិកទេប៉ុន្តែសហរដ្ឋអាមេរិកធ្លាប់បានព្រមានហើយថាគ្មាននរណាម្នាក់មានសិទ្ធិក្នុងការបិទច្រកសមុទ្រអន្តរជាតិឡើយ